ពាក្យថាកិត្តិយសវាងាយស្រួលសរសេរក៏ប៉ុន្តែវានឹងពិបាកជាងនេះទៅទៀតបើសិនជាយើងមិនដឹងពីរបៀបគោរពអូបងប្អូននេះគឺជាសំណេរចាដែលចេញមកពីផេកផ្លូវការរបស់ទ័ពអាកាសថៃកាលពីម្សិលមិញបងប្អូនចាថ្ងៃទី26ខែ8 2026បងប្អូនចានេះកាលពីម្សិលមិញហ្នឹងណាពួកវាបានបង្ហោះថាចេកំពុងតែលេងសើចឬកម្ពុជាអ្នកបានបង្រៀនពាក្យកិត្តិយសដោយចង្អុលថាការសរសេរវាមិនពិបាកទេក៏ប៉ុន្តែការដឹងពីរបៀបគោរពទើបវាពិបាកនេះជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថានាយករដ្ឋមន្ត្រីសៀមបានឈ្លានពានចូលទឹកដីកម្ពុជាក្នុងកំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់តំបន់អានសេះដែលសៀមកំពុងកាន់កាប់វាបង្ហោះឡើងក្រោយពីសេចក្តីប្រកាសព័ត៌មាន16ភាសាតាក់ទងនឹងសេចក្តីថ្លែងការណ៍ដែលអំពាវនាវឲ្យមានការគោរពចំពោះសេចក្តីថ្លែងការណ៍រួមសូមបញ្ឈប់ការលើកឡើងពីភាគីទី3និងបង្កើតបរិយាកាសអំណោយផលដល់មុខងាររបស់យន្តការ JBC ហើយវាបានបន្តទៀតថាប្រទេសថៃនៅតែត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយភាពខុសគ្នាដោយសន្តិវិធីនិងតាមរយៈយន្តការដែលបានព្រមព្រៀងគ្នាអើយគ្រប់អានផ្ទះបាញ់អីហ៎ហើយមិនបើកម្ពុជាប្រកាសថាពួកអាឆ្កែឯងវាគ្មានសេចក្តីថ្លៃថ្នូរទេអើចូលមកដីគេត្រូវប្រកាសចឹងហីព្រោះគេជាម្ចាស់ទឹកដីពិតប្រាកដអាពួកនរុឯងហ្នឹងជាចៅណាប្លន់ទឹកដីគេទៅស្រស់ហើយមិនឲ្យគេនិយាយទៀតអេបងប្អូនចាំបានទេអាខ្ចាបរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចៅសៀមហ្នឹងវាតែងតែហាមឃាត់យើងកុំឲ្យប្រើពាក្យថាថៃឈ្លានពានកម្ពុជាស្អីគេប្លន់ដីគេស្រស់ហើយមិនឲ្យគេប្រើពាក្យហ្នឹងទៀតខ្ញុំផាឲ្យថាទៀតបងប្អូនគួរតែប្រើពាក្យហ្នឹងរាល់ថ្ងៃផុសក្នុងបណ្ដាញសង្គមរាល់ថ្ងៃចាថៃឈ្លានពានកម្ពុជាយល់ទេអាកពូចៅហែងឈ្លានពានគេហែងចង់បិទសិទ្ធគេមិនឲ្យគេនិយាយទៀតហែងនឹងស្អីគេមហាអំណាចខាងណាអារលាយខ្សុល